ខ្ញុំក៏មិនតាន់ទៅណាឆ្ងាយពីរឿងបញ្ហាស្ថានភាពព្រំដែនយើងដែរកងទ័ពរបស់យើងតស៊ូខ្លាំងណាស់បងប្អូនបាទតស៊ូខ្លាំងមែនទែនប្រយុទ្ធស្វាហាប់ហ្មងបាទខំមាត់ដៅកាហាយជាមួយសត្រូវខ្លាំងណាស់បងប្អូនដល់ខ្ញុំទទួលព័ត៌មានពីបងប្អូនយើងនៅជួរមុខក្តៅកាហាយខ្លាំងណាស់ចាក្តៅកាហាយយូរហើយក្តៅកាហាយត្រង់ថាវាបំពេញយើងជន់ឈ្លីយើងម្ដងហើយម្ដងទៀតហើយនឹកឃើញយុទ្ធជនរបស់យើងទាំង18នាក់ទៀតឈឺចាប់បាទឈឺចាប់ហ្នឹងហើយនៅខាងជើងភ្នំប្រាសាទយើងនោះខ្លាំងណាស់បងប្អូនកងទ័ពយើងតស៊ូខ្លាំងប្រយុទ្ធខ្លាំងបាទដាច់ខាតហ្នឹងហើយទោះបីម៉ោងខ្ញុំបានបញ្ចប់ទៅក្តីប៉ុន្តែយើងមានម៉ោងផ្សាយផ្ទាល់បន្តដើម្បីអាប់ដេតព័ត៌មាននៅតាមព្រំដែនឲ្យប្រជាពលរដ្ឋរបស់យើងតាមដានបានដឹងទាំងអស់ហើយបងប្អូនដែលមានសទ្ធាក្នុងការជួយជំនួយជាជនភៀសខ្លួនយើងដែលនេះអីហ្នឹងអាចសម្ភារៈហូបចុកចាសម្រាប់អីហ្នឹងបងប្អូនអាចតំណាក់តំណងខ្ញុំបានតាមរយៈហងមាសក៏បានឬក៏បងប្អូនអាចតាមរយៈណាដែលអាចទៅដល់ក៏បានប៉ុន្តែវាមិនមែនទៅដល់ជួរមុខទេបងប្អូនណាត្រឹមកម្រិតជនភៀសសឹកទេមួយទៀតសម្រាប់កៅអៅល្ងាព្រោះជនភៀសសឹកគាត់យកកៅអៅមកពីផ្ទះអត់បានទេអ្នកខ្លះគាត់មកតែខ្លួននេះមិនសមវិញអញ្ចឹងបើតាមក្រុមការងារយើងនិយាយថានៅតំបន់ដែលជនភៀសសឹកនៅហ្នឹងសីតុណ្ហភាពពេលព្រលឹមឡើងវា19អង្សាអញ្ចឹងបងប្អូនដែលមានសម្ភារបំពាក់អីផ្សេងអាចបរិច្ចាគជាអាវល្ងាអាវអីក៏បានដែរចា៎បាទអញ្ចឹងដោយសារតែខ្ញុំមិញតំណាក់តំណងជាមួយក្រុមការងារខ្ញុំតាំងពីខេត្តពោធិ៍សាត់មកប្រទេសមានជ័យហើយឥឡូវនេះចូលមកដល់នៅឧត្តរមានជ័យទីតាំងចុងក្រោយនៅឧត្តរមានជ័យចាំខ្ញុំជួបជាមួយនឹងក្រុមការងារខ្ញុំដែលនៅខាងប្រចាំខាងខេត្តឧត្តរមានជ័យប៉ុន្តែខាងព្រះវិហារប្រហែលជាអត់បានទេតែខ្ញុំយកសេចក្តីរាយការណ៍ពីព្រះវិហារនឹងលំអិតវិញប៉ុន្តែឥឡូវនេះជួបជាមួយនឹងលោកប៊ុនថេតដែលនៅខាងឧត្តរមានជ័យសិនដើម្បីចង់ដឹងថាតើស្ថានភាពនៅខេត្តឧត្តរមានជ័យនេះមានចាប់ពីជប់កគីតាមមន់តាកបីថ្មដូនអូស្មាច់ប្រាសាទខ្នាអញ្ចឹងថាតើស្ថានភាពនៅទីនោះយ៉ាងម៉េចសូមជួបជាមួយនឹងលោកប៊ុនថេតអាឡូលោកប៊ុនថេតបាទអាឡូជំរាបសួរលោកប្រធាននិងក្រុមការងារព្រមទាំងទូតទស្សនិកជនដែលកំពុងតាមដានការផ្សាយរបស់ស្ថានីយ៍ទូទៅហងមាននៅពេលនេះដែរបាទលោកប៊ុនថេតឥឡូវនេះយើងមិនបាច់គ្រប់ច្រើនឥឡូវយើងចូលសាច់រឿងតែម្ដងអញ្ចឹងឥឡូវស្ថានភាពនៅតាមព្រំដែនខេត្តឧត្តរមានជ័យទាំងប៉ុន្មានដែលខ្ញុំរៀបរាប់ខាងលើមិញតើឥឡូវនេះម៉ោង9:47នាទីហ្នឹងតើឥឡូវអ្វីខ្លះដែលកំពុងតែកើតម៉ោងហ្នឹងឥឡូវហ្នឹងនៅព្រំដែនបាទសូមជម្រាបលោកប្រធានផងដែរឥឡូវនេះជាក់ស្ដែងនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលខ្ញុំឈរជើងនៅកណ្ដាលក្រុងព្រោះអីអត់បានទៅគៀកនៅសមរភូមិទេដោយសារនៅព្រឹកថ្ងៃទី9នេះស្ថានភាពវាក្តៅជាងពីម្សិលមិញដោយសារស្នូកងកំភ្លើងគឺសុទ្ធតែអាវុធធំអញ្ចឹងមកទល់មកនេះសម្លេងគ្រាប់ហាក់បីដូចជានៅតែបន្តតែវារៀងមួយមិនខុសពីកលៈពេលចាប់ពីម៉ោង5ជាងព្រឹកគឺទៅធប់ខ្លាំងចំពោះគ្រាប់កំភ្លើងដែលស្នូចេញពីតំបន់ព្រំដែនក៏ដូចជាក្របបានចង់និយាយថាក្របវាបានទៅមកអញ្ចឹងទៅគឺវាលឺខ្លាំងតែម្ដងចំពោះខ្ញុំដែលនៅខេត្តឧត្តរមានជ័យលោកធានបាទបានន័យថាប្រភេទកំភ្លើងធំហ្នឹងគឺពេលព្រឹកព្រលឹមគឺបានន័យខ្លាំងហើយរន្ថើនញាប់មែនទេបាទកាប់ពិតប៉ុន្តែមកដល់ម៉ោងនេះមិនទាន់ចប់ទេប៉ុន្តែនៅមួយមែនទេម្ដងច្រើនម្ដងតិចចង់និយាយចឹងហ៎បាទលោកធានបាទជាការពិតហើយវាមិនជាញាប់ដូចពីព្រឹកតែវានៅតែមួយវាអត់ទាន់ស្ងប់ស្ងាត់ដូចនិយាយជារួមថាមកទល់ម៉ោងនេះគឺបើនិយាយជាភ្លៀងវិញគឺនៅតែរលឹមរលាយទេអត់ទាន់ដាច់គ្រាប់បាទប៉ុន្តែឥឡូវសម្រាប់ស្ថានភាពទូទៅលោកថេតចង់និយាយអីខ្លះជម្រាបជូនប្រិយមិត្តយើងឲ្យលំអិតបាទជឿបាទឥឡូវសូមជម្រាបជូនទៅកាន់លោកប្រធានវិញដែរក៏ដូចជាទូតទស្សនិកជនដែលកំពុងតាមដាននៅលើកញ្ចក់ទូហងមាសនៅថ្ងៃទី9ខែធ្នូឆ្នាំ2025នេះផងដែរចំពោះស្ថានភាពទូទៅសម្រាប់នៅក្នុងភូមិសាស្ត្រតំបន់ទីប្រជុំជននៅក្នុងក្រុងសំណង់ខេត្តឧត្តរមានជ័យខ្ញុំអត់បានបញ្ជាក់លើតាមតំបន់ព្រំដែនទេដោយសារយើងវាអត់អាចយកព័ត៌មានជាក់លាក់ពីតាមបណ្ដាព្រំដែនព្រោះអីពាក់ព័ន្ធនឹងកងទ័ពក៏ដូចជាអាជ្ញាធរកំពុងតែមានញឹកនៅក្នុង
កិច្ចប្រតិបត្តិការអញ្ចឹងខ្ញុំសូមបញ្ជាក់ថានៅក្នុងតំបន់ភូមិសាស្ត្រខេត្តឧត្តរមានជ័យនៅពេលនេះផងនេះគឺសង្កេតឃើញថាផ្ទះសម្បែងមួយចំនួនក៏ដូចជាគឺស្ថានឯកជននិងកន្លែងលក់ដូរទូរស័ព្ទកន្លែងហាងលក់មាសជាពិសេសអាជីវករដែលនៅក្នុងក្រុងផ្សារសំរោងតែម្ដងគាត់ព្រាបង្ខំចិត្តចេញតាំងពីម្សិលមិញរហូតដល់ថ្ងៃនេះសឹងតែ80ទៅ90% នៅសល់តែអ្នកដែលនៅចាំផ្ទះតែប៉ុណ្ណោះព្រោះអីមុននេះបន្តិចខ្ញុំបានទៅផ្ដិតយករូបភាពនឹងបានសួរនាំទៅមេភូមិនិងអាជីវករដែលនៅចាំផ្ទះផ្ទាល់បាទលោកធាននឹងមានប៉ុណ្ណឹងបាទបាទអញ្ចឹងបានន័យថាផ្សារសំរោងខេត្តឧត្តរមានជ័យទាំងមូលត្រូវបានបិទទ្វារអត់មានអ្នកលក់ទេនៅសល់តិចតួចបំផុតមានតែអ្នកលក់ដោយថាគាត់ភាគច្រើនគាត់នៅតែថាដងចាំមើលសភាពការបើសិនជាស្ថានភាពខ្លាំងជាងនេះគាត់នឹងចាក់ចេញដែរប៉ុន្តែគាត់នៅតែមានមួយដែលគាត់លក់ដូរនិងមួយទៀតមានអ្នកនៅចាំផ្ទះពីព្រោះអីគាត់ព្រួយបារម្ភខ្លាចនឹងបាត់បង់ទ្រព្យសម្បត្តិខ្លាចជនទៀតអាការនិយមគាត់ចូលលួចកោះយកទ្រព្យសម្បត្តិដែលគាត់ចាក់សោចោលនឹងខ្ញុំទៅសួរគាត់ដល់ក្នុងផ្សារផ្ទាល់បាទលោកទៀតពេលនោះទៀតសូមបញ្ជាក់បន្ថែមថាចំពោះក្រាស់តាំងមួយចំពោះទៀតបាទក៏បានបិទទ្វារផងអត់មានទេបាទនៅម៉ោងនេះបាទចឹងជនភាសាក៏នៅតែបន្តចេញពេញតាមផ្លូវចឹងលោកថេនចំពោះជនភាសាសង្កេតឃើញថានៅមានមួយឥឡូវនិយាយរួមអត់ដាច់តាំងពីម្សិលមិញមករហូតដល់ម៉ោងនេះយប់មិញក៏នៅមានឥឡូវនេះក៏នៅមានប៉ុន្តែនៅមួយបានន័យថាគាត់ចេញពីម្សិលមិញអត់ទាន់អស់ពីព្រោះអីអ្នកខ្លះទៅក៏អាចថាទៅមួយជើងហើយនៅស្តេសតលអីវ៉ាន់ដែលសំខាន់គាត់ត្រូវយកទៅតាមបន្ថែមទៀតលោកធានបាទអរគុណលោកអ៊ុនថេតដែលបានធ្វើសេចក្តីរាយការណ៍ហើយបន្តតាមដានសភាពការបន្ថែមទៀតព្រោះយើងនៅមានការផ្សាយបន្តតាមពេលវេលារហូតដល់ពេលល្ងាចពេលយប់បាទអរគុណលោកអ៊ុនថេតអរគុណលោកធាននិងក្រុមការងារប្រមបង្គាស់ផ្ទាល់ទូទាំងឯកជនផងដែរបាទដែលតាមដានការផ្សាយផ្ទាល់របស់ខ្ញុំបាទពីខាងខេត្តឧត្តរមានជ័យសូមគោរពអរចា៎អរគុណច្រើនប្រិមិត្តបានជ្រាបច្បាស់ហើយនេះគឺសម្លេងផ្ទាល់ពីក្រុមការងារយើងនៅខេត្តឧត្តរមានជ័យចាចេញពីទីតាំងមកផ្ទាល់តែម្ដងចាបាទឥឡូវនេះយើងងាកចេញពីដឹងស្ថានភាពពិតកំពុងតែកើតឡើងនៅព្រំដែនយើងងាកមកមើលខាងបណ្ដាប្រទេសផ្សេងទៀតតើមានប្រទេសណាកំពុងតែប្រតិកម្មជាមួយនឹងបញ្ហាសង្គ្រាមដែលកំពុងតែផ្ទុះនៅកម្ពុជានិងថៃកំពុងតែកើតឡើងពេលនេះមានប្រទេសណាទៀតបាទសូមជឿចាតកតងជាមួយនឹងការប្រតិកម្មពីបណ្ដាអន្តរជាតិមកលើសង្គ្រាមកម្ពុជាថៃដែលផ្ទុះឡើងជាថ្មីនេះយើងឃើញថាពេលនេះបារាំងបានជូនចេញសេចក្តីថ្លែងការណ៍ជាលើកទី2រសៀលម្សិលមិញបារាំងចេញសេចក្តីថ្លែងការណ៍ជូនប្រជាពលរដ្ឋខ្លួនដែលនៅតំបន់ព្រំដែនឲ្យថយមកចូលមកខាងក្នុងដើម្បីរកកន្លែងសុវត្ថិភាពឲ្យអស់ប៉ុន្តែនៅក្នុងមុននេះបន្តិចបារាំងបានចេញសេចក្តីថ្លែងការណ៍ជាថ្មីម្ដងទៀតតាក់ទងជាមួយនឹងបញ្ហាព្រំដែនដែលត្រូវបានភាគីថៃវាយប្រហារមកលើកម្ពុជាសារជាថ្មីនោះគឺសេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុបនិងការបរទេសបារាំងបានបញ្ជាក់ពីភាពតានតឹងដែលកើតឡើងនេះចឹងបារាំងក៏បានសម្ដែងនៅក្តីព្រួយបារម្ភចំពោះភាពតានតឹងដែលកើតឡើងសារជាថ្មីហើយដែលបង្កឲ្យមានជនរងគ្រោះថ្មីកើតឡើងក្នុងនោះដែរបារាំងក៏បានអំពាវនាវឲ្យគោរពពេញលេញនិងអនុវត្តជាក់ស្ដែងនៅបទឈប់បាញ់ដែលបានចុះថ្ងៃ28កក្កដាឆ្នាំ2025ក៏ដូចជាសេចក្តីថ្លែងការណ៍រួមដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរហើយត្រូវបានចុះហត្ថលេខាកាលពីថ្ងៃ26ខែតុលាអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី47នៅទីក្រុងកូឡាឡាំពួរប្រទេសបារាំងក៏បានបង្ហាញនៅជំហរបញ្ជាក់ជាថ្មីគឺគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលឡើងដោយអាស៊ានជាពិសេសគឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមនៅក្នុងនាមជាប្រធានអាស៊ាន2025ដូច្នោះបារាំងក៏ជឿជាក់ថាមាគ៌ាតែមួយគត់ដើម្បីដោះស្រាយចំនួនប្រកបដោយចីរភាពនិងសន្តិវិធីគឺធ្វើឡើងតាមរយៈការបន្តការកិច្ចសន្ទនាឡើងវិញដោយគោរពច្បាប់អន្តរជាតិនិងបដិញ្ញាចិត្តនានាដែលប្រទេសទាំងពីរបានធ្វើឡើងជាមួយនឹងដៃគូអាស៊ានសរុបជារួមបារាំងនៅតែទាមទារឲ្យប្រទេសទាំងពីរគោរពនៅបទឈប់បាញ់សារជាថ្មីចា៎តកតងជាមួយនឹងបារាំងនេះយើងតមកមើលខាងរដ្ឋាភិបាលរបស់អូស្ត្រាលីវិញម្ដងរដ្ឋាភិបាលអូស្ត្រាលីក៏បានចេញនៅសេចក្តីថ្លែងការណ៍មួយសម្ដែងក្តីព្រួយបារម្ភបន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយភាគីថៃវាយប្រហារមកលើកម្ពុជាចាប់ពីថ្ងៃ7ធ្នូរហូតមកដល់ម៉ោងនេះចានៅថ្ងៃទី9នេះតែម្ដងរដ្ឋាភិបាលអូស្ត្រាលីបានបញ្ជាក់ថាខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនិងរបាយការណ៍នៃការបាត់បង់ជីវិតរបស់ជនស៊ីវិល
វិលនិងយោធារដ្ឋាភិបាលអូស្ត្រាលីក៏បានសូមអំពាវនាវឲ្យភាគីទាំងកម្ពុជាទាំងភាគីថៃគោរពនៅកិច្ចព្រមព្រៀងបទឈប់បាញ់ឡើងវិញដែលបានចុះនៅថ្ងៃទី28ខែកក្កដាហើយអនុវត្តឲ្យបានអត់ធ្មត់ជាអតិបរមាក៏ដូចជាធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរចាត់វិធានការជាបន្ទាន់បន្ធូរបន្ថយភាពតានតឹងនៅក្នុងម៉ោងនេះហើយរដ្ឋាភិបាលអូស្ត្រាលីក៏ស្នើឲ្យភាគីទាំងកម្ពុជាទាំងថៃអនុវត្តនៅការបដិញ្ញាចិត្តរបស់ខ្លួននៅក្រោមសេចក្តីថ្លែងការណ៍រួមរបស់ទីក្រុងកូឡាឡាំពួរចាដែលបានធ្វើឡើងនៅទីក្រុងកូឡាឡាំពួរដែលសម្របសម្រួលដោយប្រធានាធិបតីដូណាល់ត្រាំនិងលោកអាន់វ៉ាអ៊ីប្រាហ៊ីមនៅក្នុងឋានៈជាប្រធានអាស៊ានហើយក៏ឲ្យភាគីទាំងពីរប្រឹងប្រែងធ្វើយ៉ាងណាស្ដារទំនុកចិត្តឡើងវិញហើយបន្តដោះស្រាយដោយសន្តិវិធីប្រកបដោយសន្តិភាពចំពោះបញ្ហាព្រំដែននេះបាទនេះគឺជាមតិនឹងការអំពាវនាវរបស់បណ្ដាប្រទេសមួយចំនួនដែលគាត់សម្ដែងការព្រួយបារម្ភប៉ុន្តែអត់ទាន់គ្រប់គ្រាន់ទេលោកអ្នករឿងនេះវានៅបន្តឲ្យប្រទេសមហាអំណាចណាមួយគាត់ត្រូវតែដាក់ញញួរហ្មងចា៎បាទដាក់សម្ពាធហ្មងបាទទៅបានបើមិនចឹងទេភាគីថៃដែលតែងតែមិនគោរពច្បាប់ទម្លាប់កន្លងមកជាបន្តបន្ទាប់នោះគឺមិនស្ដាប់ឯណាបាទនិយាយបែបនេះគឺដោយសារកម្ពុជាកន្លងមកតែងតែទន្ទិញសន្តិភាពនៅជាប់នឹងមាត់ចា៎បាទទន្ទិញនៅជាប់នឹងមាត់ដោយសារអីដោយសារតែកម្ពុជាធ្លាប់ជួបហើយប្រជាជនថៃទេដែលមិនធ្លាប់ជួបសង្គ្រាមដូចខ្មែរបាទដូចខ្មែរដែលរ៉ាំរ៉ៃសង្គ្រាមអត់ដែលមានថ្ងៃស្រាកស្រានហើយរហូតដល់មិនមានឱកាសអភិវឌ្ឍប្រទេសទៀតផងអាឡ័យតែសង្គ្រាមនឹងឯងចា៎បាទចឹងហើយបានជាកម្ពុជាដែលធ្លាក់ខ្លួនក្រីក្រដោយសារបញ្ហាសង្គ្រាមដែលមិនមានឱកាសអភិវឌ្ឍប្រទេសហ្នឹងគឺដោយសារហ្នឹងអញ្ចឹងបានជាកម្ពុជាក្រោយពេលដែលមានសន្តិភាពតែងតែទន្ទិញជាប់នឹងមាត់ហើយនឹងកន្លែងធ្វើការខ្លះដាក់ថាអរគុណសន្តិភាពចា៎បាទអញ្ចឹងនេះខ្ញុំចង់ជម្រាបជូនប្រិមិត្តប៉ុណ្ណឹងចាឥឡូវបានយើងយល់ពីតម្លៃនៃសន្តិភាពហើយក្នុងនោះដែរទន្ទឹមនឹងមានការជំលះពីបងប្អូនប្រជាពលរដ្ឋចាក៏មានការជំលះអ្នកទោសដូចគ្នាដែរពីព្រោះនៅខាងខេត្តឧត្តរមានជ័យគឺអាជ្ញាធរក៏បានធ្វើការជំលះអ្នកទោសចេញពីពន្ធនាគារនៅក្នុងខេត្តឧត្តរមានជ័យដោយសារតែស្ថិតនៅចំកន្លែងដែលមានហានិភ័យខ្ពស់ចាគឺកន្លែងដែលទម្លាក់គ្រាប់បែកនិងគ្រាប់ប្លង់ពីការឈ្លានពានរបស់សៀមអញ្ចឹងក្នុងនោះដែរគឺអាដាមសាសុខាឧបនាយករដ្ឋមន្ត្រីក៏លោកសម្រេចឲ្យមានការជំលះជនជាប់ឃុំចំនួន1066នាក់ក្នុងនោះមានស្រី67នាក់ចាចេញពីពន្ធនាគារខេត្តឧត្តរមានជ័យជាទីតាំងដែលមានហានិភ័យដោយនេះខ្ញុំជម្រាបជូនមិនអញ្ចឹងគឺបញ្ជូនគាត់បន្តទៅឃុំនៅពន្ធនាគារខេត្តសៀមរាបហើយក្នុងប្រតិបត្តិការផ្ទេរនេះគឺធ្វើឡើងនៅបិទបញ្ចប់នៅម៉ោង 4:40 នាទីទៀបភ្លឺហើយប្រកបដោយសុវត្ថិភាពខ្ពស់ចាក្នុងនោះគឺរថយន្តសរុប32គ្រឿងចាមន្ត្រី221នាក់ចានៅក្នុងប្រតិបត្តិការចូលរួមនៅក្នុងប្រតិបត្តិការធ្វើយ៉ាងណាជំលះជនជាប់ឃុំចាដើម្បីឲ្យគាត់ទៅកាន់នៅកន្លែងមានសុវត្ថិភាពយើងឃើញថានៅក្នុងម៉ោងនេះបើទោះបីជាយ៉ាងណាក៏ដោយខ្មែរតែមួយសូម្បីតែអ្នកទោសក៏ជនជាប់ឃុំក៏ទទួលបាននៅការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរក៏ដូចជារាជរដ្ឋាភិបាលផងដែរដើម្បីបញ្ជាហានិភ័យពីការវាយប្រហាររបស់ភាគីថៃមកលើកម្ពុជាយើងនៅក្នុងម៉ោងនេះចា៎បាទព័ត៌មានចុងក្រោយនៅភូមិជោគជ័យនិងព្រៃច័ន្ទឥឡូវនេះរត់ក្រោះនឹងរត់ពីដែករបស់យោធាសៀមឈ្លានពានកំពុងតែរំកិលចូលមកដល់កន្លែងបលាលួសរនាំងដែលស្បៅអ្នកខ្មៅស្បៃខ្មៅដែលគេរាយហ្នឹងបាទមកដល់កន្លែងរំកិលហ្នឹងហើយកំពុងតែខ្លាំងប្រយុទ្ធខ្លាំងឥឡូវមកហ្នឹងកំពុងតែខ្លាំងមែនទែនតាមសេចក្តីរាយការណ៍មិញនេះបន្តិចចាអរគុណច្រើនប្រិមិត្តគាត់ថាចង់ឲ្យលោករដ្ឋាភិបាលបន្ថែមម៉ោងផ្សាយចាហ្នឹងហើយជាចប់បងបញ្ចប់ចុងក្រោយនេះក៏សូមជ្រាបតិចដោយសារតែខ្ញុំកំពុងតែកដៅបញ្ហានេះរួមសឹមមិញអ្នកមីងសុកចន្ទថា
ในหลวงปู่เข่งสุกกอดโยกรถที่จนปีกาจำนวนมาเพย์เต้บ่าหมดดอสถานีขยมเฮยดำไปขยมพอดอจูนเตาบองปูนประชิบรอดบ่ยืนในกอดเหมือนปีกาเพียบนั้นกอดอายตำแหน่งตำแหน่งมหองมีขยมบ้านนะเขียงเนี่ยมีมองมาสั่นใหม่หนึ่งเขียงสมเอาอยู่ในบองปูนในเมียนบอมนองได้ครูซาใส่เงียนได้กระทับปีกาเพียบการเพียบดาวตนามันรู้อาจจะแตะตรงมหองมีขยมบ้านพวกขยมเมานี่อดตอนมันตะใจในนาได้บองปูนพวกโดยสารไปปัญหาสถานเพียบปัญหาปุ่มไหนด้วยกระดาวคลั่งเจียงหนึ่งแต่ก่อนออกก็นั่นมีจกจันทราหลวงปู่เข่งสุกบ่าได้บานพอดอจูนที่จำนวนนี่เป็นมัดตัวแทนในชนปัญหาปุ่มไหนเราบอกเยอะอดตอนจับเตียนโน้แต่เมียนเรื่องทำไมประธานเพชรจ้องจะเรียกจูนเป็นมัดประธานโดยสารเป็นวิเลียบ่าเฮยกรมการเงินเข้มกับกระปุกแต่เธอการเงินหนึ่งปต่อบ่าโดยสารเป็นวิเลียหนึ่งปต่อแต่เฮยเข้มกระทาจะเรียบเรียลุงเนี่ยทำปัญหาตัวจอกบ่าเฮยจำเมาทรายปต่อปต่อบางปุ่นอาจมือบ้านตามห้องเบียบ่าจังโดยสารเป็นวิเลียแต่ที่เป็นช็อปเข้มแต่งปีเนี้ยโสมจะเรียบเรีย